បាទអនុញ្ញាតគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទវិលត្រឡប់មកជួបជាមួយនឹង admin ទៀតហើយពុកម៉ែបងប្អូននៃការឲ្យតម្រុយបាទឆ្នោតវៀតណាមដែលយើងតែងតែហៅថាឆ្នោតយួននៅពុកម៉ែបងប្អូនបាទសម្រាប់ថ្ងៃទី25នេះដែរបាទហើយមុននឹងឈានចូលទៅដល់ការឲ្យតម្រុយ admin ក៏ចង់សូមចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមជួយចុចជាវហើយនឹងដាក់សញ្ញារូបកណ្ដឹងជូន admin ម្នាក់មួយផងណាពុកម៉ែបងប្អូនបាទមួយទៀត admin ក៏ចង់បង្វែរចំណាប់អារម្មណ៍ពុកម៉ែបងប្អូនបាទចូលទៅតាមដាននៅការផ្ទៀងផ្ទាត់នៅលទ្ធផលថ្ងៃទី24ទាំងអស់គ្នាពុកម៉ែបងប្អូនបាទសម្រាប់ម៉ោង4ហើយនិងម៉ោង6ណាពុកម៉ែបងប្អូនបាទអញ្ចឹងនេះតម្រុយថ្ងៃទី24ដែល admin ឲ្យពុកម៉ែបងប្អូនបាទសម្រាប់ម៉ោង4និងម៉ោង6ណាពុកម៉ែបងប្អូនបាទតោះយើងទៅផ្ទៀងផ្ទាត់ទាំងអស់គ្នាបាទជាមួយនឹងម៉ោង4មុនហ្នឹងណាបាទអញ្ចឹងឃើញថាម៉ោង4ពុកម៉ែបងប្អូនបាទប៉ហោបាទប៉ហោយើងបាទគឺចេញ06ពុកម៉ែបងប្អូនបាទហើយលេខធំបាទគឺ811បាទគឺថាអត់មានចូលទេពុកម៉ែបងប្អូនបាទហើយសម្រាប់ប៉ោះ A ពុកម៉ែបងប្អូនអរគ្នាបាទគឺចេញលេខ83បាទឃើញថាអត់មានចូលដូចគ្នាពុកម៉ែបងប្អូនណាបាទជាមួយនឹងលេខធំពុកម៉ែបងប្អូនបាទ952បាទអត់មានចូលទេបាទសម្រាប់ប៉ោះ A ហើយនិងប៉ោះហូពុកម៉ែបងប្អូនបាទតើយើងទៅតាមដានបាទប៉ោះ BCD ទាំងអស់គ្នាពុកម៉ែបងប្អូនបាទបាទអញ្ចឹងប៉ុស B បាទប៉ុស B ចេញលេខ89ពុកម៉ែបងប្អូនបាទយើងអត់មានចូលទេណាបាទហើយសម្រាប់3លេខគឺ327បាទយើងអត់មានចូលទេអញ្ចឹងសម្រាប់ប៉ុស C ប៉ុស C គឺចេញលេខ27បាទហើយនឹងសម្រាប់លេខធំបាទ893បាទយើងអត់មានចូលទេបងប្អូនបាទខុសមួយលេខបាទមានឲ្យ28បាទចេញ27បាទប៉ុន្តែយើងបានចូលខ្ទង់អូស20ដែរបងប្អូនបាទហើយសម្រាប់ប៉ុសសេពុកម៉ែបងប្អូនអរគ្នាបាទសម្រាប់ប៉ុសសេគឺចេញ87បាទ932បាទយើងអត់មានចូលទេណាពុកម៉ែបងប្អូនបាទអញ្ចឹងយើងទៅមើលនៅម៉ោង6ម្ដងទៀតអូខេតោះបាទអញ្ចឹងសម្រាប់ម៉ោង6ប៉ុស A បាទ3លេខបើមាន3ខ្ទង់ពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់លេខធំពុកម៉ែបងប្អូនបាទគឺ752បាទខ្ទង់ទី1បាទខ្ទង់ទី2 692បាទហើយសម្រាប់ខ្ទង់ចុងក្រោយគឺ446បាទឃើញថាយើងអត់មានចូលទេណាពុកម៉ែបងប្អូនបាទសម្រាប់ប៉ុស A ម៉ោង6បាទហើយសម្រាប់ប៉ុស A លេខតូចពុកម៉ែបងប្អូនអរគ្នាបាទគឺលេខ99បាទខ្ទង់ទី1បាទខ្ទង់ទី2លេខ95បាទខ្ទង់ទី3លេខ78បាទហើយនឹងខ្ទង់ចុងក្រោយគឺលេខ80ពុកម៉ែបងប្អូនបាទឃើញថា admin ឲ្យ91បាទហើយចេញ95 99បាទខុសគ្នា2 3លេខបាទរៀងឆ្ងាយដែរបងប្អូនបាទហើយយើងបានចូលខ្ទង់ចិត្តមួយដែរបងប្អូនបាទចូលអូសហើយមានឲ្យអូសខ្ទង់ចិត្តបាទចេញ78បាទហើយនឹងសម្រាប់ប៉ុស BCD បងប្អូនអរគ្នាបាទសម្រាប់ប៉ុសB ប៉ុស B ចេញលេខ87បាទ629បាទឃើញថាអត់មានចូលទេបងប្អូនហើយសម្រាប់ប៉ុស C បងប្អូនអរគ្នាបាទប៉ុស C ជិះបាទគឺចេញលេខ29អូបាទ admin ឲ្យ28មក29ម្ដងសានេះបាទ29បាទហើយសម្រាប់លេខធំបាទ876ពុកម៉ែបងប្អូនបាទឃើញថាអត់មានចូលទេពុកម៉ែបងប្អូនអរគ្នាបាទ admin ឲ្យក្បាល8ដែរបាទ846បាទហើយសម្រាប់ប៉ុសសេបាទគឺលេខ89ពុកម៉ែបងប្អូនបាទហើយសម្រាប់លេខធំបាទគឺ762បាទគឺយើងឃើញថាពាក្យច្រើនគឺចូលតែខ្ទង់អូសណាពុកម៉ែបងប្អូនបាទ admin ឲ្យខុសមួយលេខលើសមួយលេខខ្វះមួយលេខរហូតបាទអញ្ចឹងសម្រាប់តម្រុយទី24ដែលមានប៉ុណ្ណេះបាទតោះយើងទៅតាមដានទស្សនានៅតម្រុយសម្រាប់ថ្ងៃទី25ទាំងអស់គ្នាណាពុកម៉ែបងប្អូនបាទអញ្ចឹង admin បាទក៏សុំលុបលេខចាស់ហើយនឹងដូរថ្ងៃពុកម៉ែបងប្អូនបាទសូមចាំ admin មួយផ្លេតបាទហើយ admin ក៏សូមបញ្ជាក់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់លេខតម្រុយដែល admin ចែកជូនដល់បងប្អូនទាំងអស់គ្នាបាទគឺអត់មានគិតថ្លៃសេវាទេណាពុកម៉ែបងប្អូនបាទគឺចែកជូនដោយ free តែម្ដងណាបាទហើយបាទឥឡូវតោះយើងទៅតាមដានទាំងអស់គ្នាបាទអញ្ចឹង admin សម្រាប់ខ្ទង់អូសគឺ admin បាទឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាទអូសខ្ទង់ខ្សែណាពុកម៉ែបងប្អូនបាទគិតបាទសុំតោះបាទអូសខ្ទង់ខ្សែបាទហើយមកខ្ទង់ទៀតគឺ admin ឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទអូសខ្ទង់8ណាពុកម៉ែបងប្អូនបាទហើយសម្រាប់លេខតូចពុកម៉ែបងប្អូនទាំងគ្នា admin ក៏នៅតែមាន4ខ្ទង់ដដែលបាទចឹងខ្ទង់ទី1 admin ឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទលេខ43បាទខ្ទង់ទី2លេខ69ខ្ទង់ទី3បាទលេខ53ហើយនឹងខ្ទង់ចុងក្រោយពុកម៉ែបងប្អូនបាទគឺលេខ85
បាទពុកម៉ែបងប្អូនបាទឆ្លាញ់លេខមួយណាអាចយកទៅផ្សងសំណាងបានណាបាទលេខបានគ្រប់ប៉ុស្តិ៍តែម្ដងបាទ ABCD ពុកម៉ែបងប្អូនបាទហើយសម្រាប់3លេខពុកម៉ែបងប្អូនអរគ្នា admin នៅតែមាន4 3ខ្ទង់ដដែលសម្រាប់ជូនដល់ពុកម៉ែបងប្អូនយើងបាទបាទអញ្ចឹងខ្ទង់ទី1 admin ឲ្យពុកម៉ែបងប្អូនអរគ្នាបាទគឺ421ពុកម៉ែបងប្អូនបាទកុំភ្លេចចាក់គុណមុនណាបាទប្រយ័ត្នចេញមកត្រឡប់បាទខ្វះខាតបាទបាទហើយសម្រាប់ខ្ទង់ទី2 admin ឲ្យពុកម៉ែបងប្អូនអរគ្នាបាទគឺ978តែម្ដងបាទហើយយើងក៏នៅតែគុណដូចគ្នាពុកម៉ែបងប្អូនបាទកុំភ្លេចចាក់គុណត្រឡប់ផងណាបាទហើយសម្រាប់ខ្ទង់ចុងក្រោយ admin ឲ្យពុកម៉ែបងប្អូនអរគ្នាបាទគឺ825ណាពុកម៉ែបងប្អូនបាទហើយចឹងឃើញថាលេខតម្រុយសម្រាប់ថ្ងៃទី25 admin គឺមានតែប៉ុណ្ណេះពុកម៉ែបងប្អូនបាទ admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងដែលបានយកលេខពីខាង admin យកទៅផ្សងសំណាងបាទជូនពរឲ្យត្រូវសំណាងល្អបាទហេងបាទចំណាពុកម៉ែបងប្អូនណាបាទហើយជាចុងក្រោយ admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងបាទរកស៊ីទទួលទានមានបានធ្វើដំណើរទីចិត្តផ្លូវឆ្ងាយបាទទីចិត្តទីឆ្ងាយកាត់ឲ្យបាទសូមឲ្យជួបតែសុវត្ថិភាពបាទហើយ admin មានតែប៉ុណ្ណេះពុកម៉ែបងប្អូនបាទ admin ក៏សូមលំអរកាយគោរពលាដល់ពុកម៉ែបងប្អូនយើងបាទជួបគ្នានៅវេលាថ្ងៃស្អែកបាទពេលវេលានឹងម៉ោងដដែលណាពុកម៉ែបងប្អូនបាទសូមជម្រាបលាពុកម៉ែបងប្អូនទាំងគ្នាបាទបាយបាយ